នេះគឺជារឿងដ៏អស្ចារ្យរបស់សាក Penguin ដែលពួកវាបានព្យាយាមនៅក្នុងការភ្ញាស់កូនហើយនឹងចិញ្ចឹមកូនតទៅនេះពាក្យឪពុកនិងម្ដាយខ្ញុំសូមប្រើចំពោះសត្វទាំងនេះដោយមានភាពងាយស្រួលនៅក្នុងការស្ដាប់ហើយនឹងអានផងដែរនៅក្នុងសីតុណ្ហភាពដែលអាក្រក់អាក្រីបំផុតនោះគឺដក40អង្សាកូនសត្វ Penguin ដែលទើបនឹងកើតអាចនឹងកកស្លាប់ភ្លាមៗប្រសិនបើវាប៉ះទៅនឹងទឹកកកត្រឹមតែ 2-3 នាទីប៉ុណ្ណោះដូច្នេះពួកវាត្រូវតែឈរក្រោមជើងរបស់ឪពុកវាហើយលាក់ខ្លួននៅខាងក្រោមពោះឪពុករបស់ពួកវាដើម្បីរស់រានមានជីវិតរឿងនេះគឺត្រូវបង្ខំឪពុករបស់វាដើរដោយប្រុងប្រយ័ត្នបំផុតឪពុករាប់ពាន់ក្បាលកំពុងតែធ្វើរឿងដូចគ្នាដើម្បីការពារកូនដែលទើបនឹងកើតនៅជីវិតដ៏ផុយស្រួយរបស់ពួកគេតែទោះជាយ៉ាងណាក៏ដោយមិនមែនសុទ្ធទាំងអស់គឺសុទ្ធតែញាស់ទៅដោយជោគជ័យនោះទេឪពុកម្នាក់គឺកំពុងតែរងចាំដោយក្តីអន្ទះសារឯអ្នកជិតខាងឯណោះវិញគេបានបែរមកអួតជាមួយនឹងកូនរបស់ពួកគេដោយក្តីរំភើបរំពេចនោះឪពុកកំពុងតែបារម្ភស្រាប់តែលឺសំឡេងចោះសម្បកសុទ្ធចេញមកសុទ្ធរបស់គាត់ក៏ចាប់ផ្ដើមប្រេះគាត់ក៏ស្រែកឡើងដោយក្តីរំភើបមិនយូរប៉ុន្មានកូនថ្មីនោះក៏បានញាស់ចេញមកនាងគឺត្រូវបានគេដាក់ឈ្មោះឲ្យថា Snow Chick នៅក្នុងនាមជាសត្វ Penguin ចុងក្រោយគេដែលកើតមកអ្វីដែលកំពុងរងចាំកូនតូចនេះគឺប្រឈមទៅនឹងអាកាសធាតុដែលត្រជាក់ដ៏ខ្លាំងក្លានេះគឺជាប្រពៃណីនៃការចិញ្ចឹមកូនរបស់ពពួកសត្វ Penguin ឪពុកគឺជាអ្នកភ្ញាស់កូនចំណែកឯម្ដាយគឺជាអ្នករកចំណីនៅខណៈពេលនេះម្ដាយរបស់ Snow Chick គឺបានធ្វើដំណើរយ៉ាងវែងឆ្ងាយនៅក្នុងទីដាច់ស្រយាលដើម្បីស្វែងរកអាហារម្ដាយនឹងចំណាយពេល2ខែនៅក្នុងការចិញ្ចឹមកូនរបស់នាងឲ្យធំធាត់ឥឡូវនេះពួកគេបានត្រឡប់ពីសមុទ្រមកវិញដោយត្រៀមខ្លួនមកផ្ទះដើម្បីចិញ្ចឹមកូនរបស់ពួកគេឯម្ដាយរបស់ Snow Chick ក៏ស្ថិតនៅក្នុងចំណោមពួកគេនោះដែរការធ្វើដំណើរប្រហែលជា60គីឡូម៉ែត្រត្រូវឆ្លងកាត់ទឹកកកដោយជើងខ្លីៗរបស់ពួកគេគឺត្រូវចំណាយពេលយ៉ាងច្រើនថ្ងៃនៅក្នុងគ្រាជាមួយគ្នានេះដែរឪពុករបស់នាងផលិតនៅសារធាតុចិញ្ចឹមម្យ៉ាងដើម្បីចិញ្ចឹមកូនរបស់ពួកគេនៅពេលដែលម្ដាយត្រឡប់មកវិញម្ដាយរបស់ពពួក Penguin ទាំងអស់នេះគឺត្រូវតែត្រឡប់មកវិញមុនពេលដែលសារធាតុចិញ្ចឹមនោះអស់បើមិនដូច្នោះទេកូននឹងអត់ឃ្លានរហូតដល់ស្លាប់ប៉ុន្តែអ្វីដែលអាក្រក់ជាងនេះនោះគឺការធ្វើដំណើរត្រឡប់មកផ្ទះនេះគឺមិនមានសុវត្ថិភាពណាស់ណានោះទេទឹកកកស្ដើងងាយស្រួលនឹងបាក់ស្រុតឯចំណែកឆ្មាទឹកដែលស្រេកឃ្លានគឺកំពុងតែលាក់ខ្លួននៅខាងក្រោមផ្ទៃទឹកនោះម្ដាយរបស់ Snow Chick បានជន់នៅកន្លែងផុយស្រួយមួយហើយទឹកកកក៏បាក់ទៅឆ្មាទឹកបានឃើញនាងភ្លាមក៏លោតមករកត្របាក់នាងខំប្រឹងតស៊ូយ៉ាងខ្លាំងខណៈពេលដែលសត្វ Penguin ផ្សេងទៀតគឺបានត្រឹមតែឈរមើលដោយក្តីអស់សង្ឃឹមប៉ុណ្ណោះនាងជាម្ដាយគឺមិនបានបោះបង់នៅការតស៊ូនោះទេពីព្រោះកូនរបស់នាងគឺកំពុងតែរងចាំនាងដោយសេចក្តីស្រេកឃ្លាននាងក៏បានព្យាយាមអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីរើខ្លួនរបស់នាងចេញដោយសារតែរាងកាយរបស់នាងធ្ងន់ពេកពេលនោះឆ្មាទឹកគឺកំពុងតែខិតជិតមកដល់ដែរជាសំណាងល្អនាងក៏បានគេចផុតដោយអភូតហេតុគឺដោយសារតែការតាំងចិត្តដ៏ខ្ពង់ខ្ពស់របស់នាងក៏បន្តរំអិលនៅលើទឹកកកនោះដោយពោះរបស់នាងដែលវាលឿនជាងការដើររបស់នាងទៅទៀតមិនយូរប៉ុន្មានច្រាំងមួយនៃទឹកកកនោះក៏បានលេចឡើងនៅខាងមុខនាងក៏ប្រើក្រញាំជើងយ៉ាងក្រាស់របស់នាងខ្ញាំទៅលើទឹកកកទាំងអស់នោះសត្វ Penguin ទាំងនេះមានក្រញាំជើងដ៏រឹងមាំអាចតោងទាមឡើងទៅលើទឹកកកបានយ៉ាងងាយនៅពេលដែលបានឡើងទៅលើកំពូលហើយនេះគឺជាសមិទ្ធផលមួយក៏ប៉ុន្តែនៅពេលដែលចុះចំណោតវាក៏ជារឿងពិបាកមួយទៀតទឹកកកគឺរំអិលនាងម្ដាយជាច្រើនគឺបានដួលម្ដងហើយម្ដងទៀតទន្ទឹមនឹងនេះ Snow Chick ឯណោះវិញក៏យំដោយក្តីស្រេកឃ្លានយ៉ាងខ្លាំងឪពុករបស់នាងគឺលែងអាចផលិតទឹកសារធាតុចិញ្ចឹមនោះបានទៀតហើយឪពុករបស់នាងគឺមើលទៅកូនដោយក្តីឈឺចាប់ក៏ប៉ុន្តែគាត់គ្មានអ្វីដែលអាចធ្វើបានក្រៅពីការរងចាំនោះទេជាសំណាងល្អដែរដែលម្ដាយក៏បានត្រឡប់មកវិញទាន់ពេលឪពុករបស់សត្វ Penguin ទាំងអស់ក៏ចាប់ផ្ដើមតម្រង់ជួរក៏ប៉ុន្តែសត្វ Penguin គ្រប់រូបគឺមើលទៅហាក់ដូចគ្នាទាំងអស់ឯម្ដាយរបស់ Snow Chick
គឺអស់សង្ឃឹមនៅក្នុងការរកដៃគូរបស់នាងដោយសារភ្នែកហើយបន្ទាប់មកនាងក៏ចាប់ផ្ដើមប្រើសំឡេងរបស់នាងដើម្បីជាសញ្ញាឲ្យដៃគូរបស់នាងបានដឹងវាជាការពិតណាស់ដែលសំឡេងរបស់នាងអាចធ្វើឲ្យគូស្នេហ៍របស់នាងឆ្លើយតបបាននៅទីបំផុតគូស្នេហ៍ទាំងពីរក៏បានជួបជុំគ្នាវិញ Snow Chick ឯណោះវិញក៏បានចាប់ផ្ដើមទទួលនៅសារធាតុចិញ្ចឹមដែលជួយសង្គ្រោះជីវិតរបស់នាងក៏ប៉ុន្តែការជួបជុំគ្នានេះគឺស្ថិតនៅក្នុងតែរយៈពេលខ្លីឪពុកគឺមិនបានញ៉ាំអ្វីអស់រយៈពេលជាច្រើនថ្ងៃមកហើយឥឡូវនេះគឺដល់វេនគាត់ដែលត្រូវទៅសមុទ្រដើម្បីរកចំណីម្ដង Snow Chick គឺមិនបានយល់ទេនាងខំស្រែកហៅឪពុកដោយក្តីបារម្ភដែរហើយការបែកគ្នានេះគឺស្ថិតនៅក្នុងការឈឺចាប់យ៉ាងខ្លាំងក៏ប៉ុន្តែនៅក្នុងនាមជាឪពុកគាត់គឺត្រូវធ្វើដំណើរ100គីឡូម៉ែត្រដើម្បីទៅយកអាហារមកឲ្យកូនដូចជាឪពុក Penguin ដទៃទៀតដែរក្នុងនាមជាឪពុកដែលមានបទពិសោធន៍ជាច្រើនគាត់នឹងដឹងផ្លូវកាត់រុនទឹកកកជាច្រើនដែលនឹងបម្រើជាច្រកចូលទៅក្នុងមហាសមុទ្រហើយសន្សំសំចៃពេលវេលាយ៉ាងច្រើននៅក្នុងការធ្វើដំណើរក៏ប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចនោះគឺការធ្វើដំណើរទៅកាន់សមុទ្រនោះគឺមានការលាក់ខ្លួនពីសត្វសាហាវដែលរងចាំប្រមាញ់ពួកគេ